ប្រជាពលរដ្ឋដែលរស់នៅសំណង់មិនរៀបរយតាមខ្នងអាងកំពីងពួយចំនួន46គ្រួសារបន្ថែមទៀតបានសម្រេចចិត្តទទួលដីឡូក្រោយពីយល់ព្រមរុះរើចេញប្រជាពលរដ្ឋចំនួន46គ្រួសារបន្ថែមទៀតដែលរស់នៅលើសំណង់មិនរៀបរយនៅតាមខ្នងអាងកំពីងពួយឃុំតាក្រៀមស្រុកបាណន់ខេត្តបាត់ដំបងបានសម្រេចចិត្តទទួលយកដីឡូពីគម្រោងបែងចែកដីជូនប្រជាពលរដ្ឋក្រោមគោលការណ៍ដឹកនាំរបស់ឯកឧត្តមសុកលូអភិបាលខេត្តបាត់ដំបងការទទួលដីឡូដោយស្ម័គ្រចិត្តនេះក្រោយពីប្រជាពលរដ្ឋទាំង46គ្រួសារបានរុះរើផ្ទះសម្បែងតូបរៀនចេញពីខ្នងអាងកំពីងពួយកន្លងទៅហើយទទួលយកដីឡូសង់លំនៅឋានថ្មីនៅចំណុចវត្តលអាងភូមិថ្មីឃុំតាក្រៀមស្រុកបាណន់លោកស្រីសុខាអភិបាលនៃគណៈអភិបាលស្រុកបាណន់បានមានប្រសាសន៍គណៈប្រគល់ដីឡូជូនប្រជាពលរដ្ឋទាំង46គ្រួសារខាងលើនេះកាលពីរសៀលថ្ងៃទី5ខែធ្នូឲ្យដឹងថាការសម្រេចចិត្តយល់ព្រមចាក់ចេញពីទីតាំងចាស់សំណង់មិនរៀបរយនិងព្រមទទួលយកការដោះស្រាយសមស្របរបស់រដ្ឋបាលស្រុកគឺជាការសម្រេចចិត្តត្រឹមត្រូវបងប្អូនប្រជាពលរដ្ឋនឹងទទួលបាននូវកម្មសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់បងប្អូនរស់នៅលែងមានការភ័យខ្លាចឬព្រួយបារម្ភអ្វីទៀតហើយតាមអាជ្ញាធរស្រុកបាណន់នេះជាជំហានទី4ហើយដែលប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយលើខ្នងអាងកំពីងពួយបានស្ម័គ្រចិត្តទទួលយកដីឡូដោយជំហានទី1ចាប់រាប់លេខផ្ដល់ដីឡូជូនប្រជាពលរដ្ឋនៅចំណុចមុខវត្តលអាងភូមិថ្មីឃុំតាក្រៀមបានចំនួន5គ្រួសារស្មើនឹង5ឡូជំហាន2បានចំនួន35គ្រួសារស្មើនឹង35ឡូជំហានទី3ចំនួន55គ្រួសារស្មើនឹង55ឡូដែលស្ថិតនៅចំណុចស្រែថ្មីភូមិតាងែននិងជំហាន4នេះចំនួន46គ្រួសារនៅចំណុចវត្តលអាងភូមិថ្មីឃុំតាក្រៀមដែលក្នុង1ឡូទទួលបានក្បាលដី10ម៉ែត្រនិងបណ្ដោយប្រវែង30ម៉ែត្រតាមរយៈការចាប់លេខរៀងទទួលយកដីឡូដោយស្ម័គ្រចិត្តនេះផងដែរប្រជាពលរដ្ឋបានសម្ដែងអារម្មណ៍ពេញចិត្តព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កលៈទេសៈគួរបញ្ជាក់ថាយុទ្ធនាការបើកការរៀបចំសំណង់មិនរៀបរយតាមបណ្ដោយលើខ្នងអាងកំពីងពួយស្ថិតនៅភូមិតាងែនភូមិអន្លង់ស្វាយនិងភូមិដង្កុតធ្នង់ក្នុងនោះរដ្ឋបាលស្រុកបាណន់បានអនុវត្តបានយ៉ាងរលូនព្រមទាំងធ្វើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋយ៉ាងសមស្របដែលរហូតមកទល់នឹងពេលនេះប្រជាពលរដ្ឋបានរុះរើសំណង់មិនរៀបរយតាមខ្នងអាងកំពីងពួយហើយបានស្ម័គ្រចិត្តមកចាប់លេខរៀងទទួលដីឡូបានចំនួន138គ្រួសារហើយនិងកំពុងសាងសង់លំនៅឋានរស់នៅជាបណ្ដើរផងដែរដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឯកឧត្តមអភិសន្តិបណ្ឌិតសុខផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ឯកឧត្តមក៏បានបំពាក់អំពូលសូឡាចំនួន30ដើមដាក់នៅតាមដងផ្លូវបំភ្លឺពេលយប់ផងដែរ